ថ្ងៃនេះយើងនាំទៅទៀតពួកគ្នាគឺថានាំទៅរកសិតប៉អញ្ចឹងណានិយាយទៅយើងទៅនាំដើរគឺថាមិនតាក្រៅទៅព្រៃទេទៅពីអ្នកប្តីគាត់ចាំពួកគ្នាឲ្យផ្លូវទៅរកប៉គឺថាឆ្ងាយខ្លាំងមែនតើភ័យខ្ទង់ចង់50 គីឡូពួកគ្នាជិះឡើងចិត្តប្រេះគូតតែម្ដងដោយសារតែផ្លូវវាពិបាកពួកគ្នាតាមចម្ងាយវាមិនសូវឆ្ងាយប្រហែលទេដល់នេះពួកគ្នាអើយឃើញសិតប៉ហ្មងដោះហ្នឹងពួកគ្នាឃើញកាយបានហ្មងហើយសិតប៉ខ្ញុំកំពុងតែរស់នេះគេហៅថាសិតប៉បាយមិនមែនប៉នេះហ្មងប៉ស្បាយយើងកំពុងវាមានពីរប្រភេទប៉បាយនិងប៉ស្បាយពួកគ្នាប៉បាយនេះគឺតម្លៃរបស់វាគឺធូរថ្លៃទេ1 គីឡូគេទិញតែ 10000 អីទេតែបើប៉គេហៅប៉1 គីឡូ 50000បងប្អូនគ្នាហ្នឹងហើយអញ្ចឹងប៉ស្បាយនេះគឺទាន់ដល់រដូវកាលវាដោះទេអញ្ចឹងប៉នេះគឺវាលក្ខណៈវាដោះលឿនជាងអញ្ចឹងបងប្អូនគ្នាប៉ុន្តែបើនិយាយពីរសជាតិវាឆ្ងាញ់ម្យ៉ាងម្នាក់ទេបងប្អូនគ្នាវារសជាតិតែមួយនេះគាត់ថាវាប៉ស្បាយវាឆ្ងាញ់ជាងទីមើលបើវានេះឃើញអត់ប្រេះដៃអញ្ចឹងបងប្អូនគ្នាឆ្កឹះមកដឹងតែវាមានប៉ហ្មងនេះឃើញអត់អូយបងប្អូនគ្នាជួនកាលមកកដុំ 2 3ក៏មានហើយវាថាធំល្អខ្លាំងមែនតើហ្មងឆ្កឹះដឹងតែបានឲ្យតែឃើញមានពកបែកចាប់មាត់ចាប់អញ្ចឹងគឺថាឆ្កឹះទៅបានឃើញដូចសុកលីឆ្កឹះមើលអញ្ចឹងណាបងប្អូនគ្នាខ្លះគឺថាធំល្អខ្លាំងមែនតើបងប្អូនគ្នាអើយផ្ទុះអស់អញ្ចឹងពីឆ្នាំទៅបើថ្មីចេះគឺវាអត់ទាន់មានផ្ទុះទេបងប្អូនគ្នា Cảm ơn mà tôi cái này cái tôi cái ý nè ui này ui thông này này cái này nấu nè này cái lòng tôm này chết quá đi lên bên này tí tiết luôn tí tiết ui này tôi cái làm prang chân nấu bảy chân chè cắt tôi thua bẹp rồi sủng bẹp chè cho pan tí có bảy បាទមែនទេក្នុងការដើររស់យើងត្រូវដើរសម្លឹងដើរសម្លក់ឲ្យភាសាវាដោះតាមដើមឈើបងប្អូនគ្នាមិនដោះលើដើមឈើដោះក្រោមដើមឈើតែខ្ញុំនិយាយច្រឡំហ្នឹងហើយភាសាវាដោះតាមក្រោមដើមឈើចូលឯងបងប្អូនគ្នាអញ្ចឹងពេលយើងដើររស់ឲ្យគឺថាដើរវាឈើផងអីផងអញ្ចឹងណាហើយទ្រាំប៉ះមួយហ្នឹងគឺថាអូយដើរឡើងដាច់កលៀននេះឃើញអត់វាប្រេះអញ្ចឹងកេះមកដល់តែមានប៉បងប្អូនគ្នាហ្នឹងហើយបើកន្លែងណាមានប៉ស្បែកលក់អីលក់ទៅ1 គីឡូ 50000ថ្លៃណាបងប្អូនគ្នាអើយដើមរដូវចេះដូចគុយអញ្ចឹងឯង1 គីឡូ 4 50000តែបើថាចូលដល់ចិត្តចុងខែបន្តិចគឺថាលេងបានថ្លៃ1 គីឡូ 10000ជាងឬក៏អីប៉ុណ្ណោះឯងប៉បាយនេះខែនេះគឺពេញសម្បូរបងប្អូនគ្នាវាលក្ខណៈថាវាដោះច្រើនអញ្ចឹងមុនប៉ស្បែកវាតាមពិតវាតញីចេះវាបាត់ធ្លាក់ដីអស់បងប្អូនគ្នាវាដោះទៅរាងមានអីស្រោបវាអញ្ចឹងណានេះឃើញអត់ផ្សិតនេះតែឃើញប៉មើលទៅធ្លាប់លើគេហៅឈ្មោះប៉នេះឯងប៉បងប្អូនគ្នាឥឡូវមើលគេឆ្កឹះទៀតបងប្អូនគ្នាហើយវិធីឆ្កឹះអត់មែនពិបាកគ្រាន់មានលាព្រាមួយមកឆ្កឹះអញ្ចឹងមកគឺបានគឺឃើញយឺនឆ្កឹះអញ្ចឹងបងប្អូនគ្នាឃើញអត់ហ្នឹងហើយឆ្កឹះក៏បានឲ្យតែឃើញពកដាក់ឆ្កឹះបានតាក់ឆ្កឹះបាននោះឯងបងប្អូនគ្នាហើយបើណាតែថាចង់ដើររស់អីចាំមកផ្ទះខ្ញុំជូនដើររស់មួយថ្ងៃបងប្អូនគ្នាដើររស់ធ្លាក់កលៀនម្លងទៅដោយសារតែវាពិបាកដើររស់ខ្លាំងមែនតើហើយក៏បាច់សួរថាមានលក់អត់ទេមានលក់ដល់យឺនអីក៏អាចនឹងមានលក់តែបើដូចអស់ខ្ញុំអីអត់មានលក់ទេបងប្អូនគ្នាមានលក្ខណៈថាខ្ញុំគ្រាន់បង្ហាញឲ្យស្គាល់ហ្នឹងថានេះគេហៅផ្សិតប៉ហ្នឹងហើយវិធីសាស្ត្រដើររស់របស់វាគឺបែបនេះឯងការដើរអង្គុយឆ្កឹះឆ្កាយអង្គុយដើរនិយាយសម្លឹងសម្លាក់មកឃើញវាលក្ខណៈមួយចង់ធ្លាក់គ្រាប់ភ្នែកហ្នឹងបងប្អូនគ្នាហើយនៅប្លុករបស់ខ្ញុំក៏មានច្រើនដែរមានតែប៉ុណ្្នឹងទេគុណសម្រាប់ការទស្សនាវីដេអូមួយនេះវីដេអូក្រោយខ្ញុំធ្វើវិធីធ្វើផ្សិតប៉ឲ្យញ៉ាំឲ្យមើលថាផ្សិតប៉ធ្វើយ៉ាងណាបានឆ្ងាញ់អញ្ចឹងណាបាយបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយ